បាច់អាទេប៉ះកូរម៉ាក់ច័ន្ទរាជហើយបងបើសិនជាលេងបងប្អូនចង់លេងមិនកង់ចេញរៀមឬកង់ធំលោកគ្រូឆ្នាំបើកភ្លើងខៀវហើយចាំស្វាគមន៍24ម៉ោងមុននឹងទស្សនាវីដេអូបន្តទៀតពុកម៉ែបងប្អូនកុំភ្លេចចុច follow page ថ្មីរបស់ admin ម្នាក់មួយផងជម្រាបសួរក៏សួស្ដីពុកម៉ែបងប្អូនគ្រាន់តែឃើញលោកគ្រូឆ្នាំផុសភ្លាម admin អត់ហ៊ានទុកទេបងប្អូនគឺមកចេញវីដេអូភ្លាមហើយត្រៀមតែឆ្ងាញ់ភ្នែកចរៃបើសិនជាគូនេះជួបគ្នាកូរម៉ាក់ច័ន្ទរាជប៉ះជាមួយនឹងពេជ្រអាទិទេពលោកគ្រូឆ្នាំបើកភ្លើងខៀវហើយគាត់រងចាំស្វាគមន៍24ម៉ោងបងប្អូនបានន័យថាគាត់បើកភ្លើងខៀវហើយរវាងពេជ្រអាទិទេពជាមួយនឹងកូរម៉ាក់ច័ន្ទរាជអញ្ចឹងបងប្អូនបើសិនជាគូនេះជួបគ្នាល្អមើលអត់បងប្អូនមករយៈនេះកូរម៉ាក់ច័ន្ទរាជគឺធ្វើភ្លៀងមួយរយៈធំដែរបងប្អូនហើយពេជ្រអាទិទេពបងប្អូនដឹងសមត្ថភាពហើយចុះបើសិនជាគូនេះជួបគ្នាបងប្អូនគិតថាល្អមើលអត់ខ្ញុំគាត់តែឃើញលោកគ្រូឆ្នាំផុសមកភ្លាមបងប្អូនខ្ញុំអត់ទុកយូរទេខ្ញុំធ្វើវីដេអូចែកជូនឲ្យបងប្អូនដឹងភ្លាមដោយសារតែបើសិនជាគូនេះជួបគ្នាមែនដឹងតែល្អមើលហើយបងប្អូនអញ្ចឹងគូកូរម៉ាក់ច័ន្ទរាជជាមួយនឹងពេជ្រអាទិទេពលោកគ្រូឆ្នាំបើកភ្លើងខៀវហើយខ្ញុំសង្ស័យតែលោកគ្រូឆ្នាំសង្ស័យតែខ្វះលុយធ្វើក្លឹបថ្មីទៅហើយព្រោះមួយរយៈនេះបងប្អូនដឹងហើយក្លឹបលោកគ្រូឆ្នាំក៏អត់ទាន់ហើយទេបងប្អូននៅខ្វះមុខខ្វះក្រោយអញ្ចឹងលោកគ្រូគាត់ស្ទើរថាវិការដែរអញ្ចឹងណាដាក់មួយឆុតនេះទៀតត្រៀមតែកក្រើកដឹងតែឆ្ងាញ់ភ្នែកទៅហើយហើយបងប្អូនបើសិនជាលេងបងប្អូនចង់លេងមិនកង់ចេញរៀមឬកង់ធំឬក៏លេងបែបណាបងប្អូន3ទឹក5ទឹកសម្រាប់គូពេជ្រអាទិទេពជាមួយនឹងកូរម៉ាក់ច័ន្ទរាជប៉ុន្តែមិនដឹងថាគូនឹងជួបគ្នាអត់ទេណាបងប្អូនខ្ញុំអត់ហ៊ាននិយាយណាដោយសារតានេះស្រេចលើម្ចាស់កម្មវិធី sponsor ណាមួយចរចាយកពួកគាត់ទាំងពីរអ្នកទៅប្រកួតអញ្ចឹងណាហើយគឺក៏ចរចាជាមួយលោកគ្រូថៅរវាងកង់រវាងប្រកួតលក្ខខណ្ឌនៃការប្រកួតមិនហ្នឹងលើលោកគ្រូឆ្នាំជាមួយនឹងម្ចាស់កម្មវិធីតាមប៉ុស្តិ៍ទេបងប្អូនប៉ុន្តែសម្រាប់ fan វិញគឺត្រៀមតែឆ្ងាញ់ភ្នែកចរៃបើសិនជាគូនេះជួបគ្នាអាចនិយាយពីចំណុចល្អរបស់កូរម៉ាក់ច័ន្ទរាជបានអត់បងប្អូនខ្ញុំអត់ដឹងហៅឈ្មោះគាត់ត្រូវអត់ទេព្រោះខ្ញុំហៅទៅមានអារម្មណ៍ថារៀងឆ្កងមិនទេបងប្អូនយើងហៅតែច័ន្ទរាជហ្មងបងប្អូនដោយសារតែខ្លីស្រួលយល់អញ្ចឹងណាអញ្ចឹងបងប្អូននិយាយចំណុចល្អរបស់ច័ន្ទរាជមួយមើលនៅក្នុងវីដេអូរបស់ខ្ញុំនេះហើយពេជ្រអាទិទេពបងប្អូនប្រហែលជាដឹងសមត្ថភាពរបស់គាត់ហើយ fan ជាពិសេសគឺ fan ពេជ្រអាទិទេពអញ្ចឹងបងប្អូនខ្ញុំសុំចំណុចល្អរបស់ពេជ្រអាទិទេពមួយនិងច័ន្ទរាជមួយហើយបើសិនជាគូនេះជួបគ្នាបងប្អូនគិតថាភាគរយខាងណាយកច័ន្ទរាជឬក៏ពេជ្រអាទិទេពដឹងតែបែបផ្កាភ្លើងហើយបងប្អូនហើយបើសិនជាគូនេះជួបគ្នាមែនដឹងតែក្រៅហើយបងប្អូនហើយជាខំតែពេលមកគូនេះគឺខំតែជួបគ្នាបងប្អូនព្រោះតែបើសិនជាជួបគ្នាគឺដឹងតែ fan ដឹងតែត្រៀមតែឆ្ងាញ់ភ្នែកទៀតហើយវីដេអូក៏មានតែប៉ុណ្្នឹងដែរបងប្អូនអរគុណសម្រាប់ការទស្សនាវីដេអូជួបគ្នានៅវីដេអូក្រោយទៀតបើសិនជាចូលចិត្តកុំភ្លេចជួយ follow page admin ម្នាក់មួយផង